បើសិនជាយើងចាប់ផ្ដើមជួញដូរទៅលើវិស័យ Forex ក៏ប៉ុន្តែការចាប់ផ្ដើមរបស់យើងគឺអត់ទាន់ទទួលបានផលចំណេញទេគឺតែងតែជួបជាមួយនឹងការខាតតើបើសិនជាយើងស្ថិតនៅក្នុងស្ថានភាពបែបហ្នឹងវាជារឿងល្អឬក៏ជារឿងមិនល្អថ្ងៃនេះគឺខ្ញុំសូមមកនិយាយប្រាប់អ្នកទាំងអស់គ្នាថាតើបើសិនជាយើងចាប់ផ្ដើមជួញដូរទៅលើវិស័យ Forex នៅពេលដែលជំហានទី1ឬក៏ជំហានដំបូងហើយយើងជួបជាមួយនឹងការខាតតើវាជារឿងល្អឬក៏អត់សម្រាប់ខ្លួនយើងផ្ទាល់ដែលទើបតែចាប់ផ្ដើមជួញដូរទៅលើវិស័យ Forex ការពិតទៅរាល់ការ trade ឬក៏ការរកស៊ីឬក៏ការ run business អ្វីក៏ដោយជាមួយនឹងការចាប់ផ្ដើមនេះគឺវាពិបាកមែនទែនមិនថាអ្នកនរអស់គ្នាធ្វើទៅលើវិស័យទេមានន័យថាការចាប់ផ្ដើមមិនមែនធ្វើទៅគឺត្រូវហើយមិនមែនធ្វើទៅគឺវា perfect មិនមែនធ្វើទៅគឺវាចំណេញទេវាអាចជួបនឹងឧបសគ្គជាច្រើនក៏ប៉ុន្តែតើយើងត្រូវក្តោបអាឧបសគ្គនឹងទាំងអស់នេះវាបែបម៉េចដើម្បីឲ្យការងាររបស់យើង process ទៅវាទៅមុខហើយវារលូនល្អទី1បើសិនជាអ្នកទាំងអស់គ្នាធ្វើការ trade ហើយយើងទទួលជាមួយនឹងការខាតច្រើនអ្នកទាំងអស់គ្នាអត់អាចបណ្ដោយឲ្យការខាតនឹងគឺនៅតែបន្តខាតដោយគ្មានហេតុផលឬក៏ដោយគ្មានមូលហេតុណាមួយទេគឺបើសិនជាអ្នកទាំងអស់គ្នា trade ខាតឬក៏ការមើលផ្សារឬក៏ការវិភាគទីផ្សាររបស់អ្នកទាំងអស់គ្នាខុសបណ្ដាឲ្យខាតអ្នកទាំងអស់គ្នាត្រូវស្វែងរកហេតុផលអ្នកទាំងអស់គ្នាត្រូវស្វែងយល់បន្ថែមទៀតថាតើមូលហេតុអីបានជាការចូលទីផ្សាររបស់អ្នកទាំងអស់គ្នាមានបញ្ហាហើយមូលហេតុអីបានយើង trade មិនចំណេញគុំបណ្ដោយឲ្យការខាតរបស់អ្នកទាំងអស់គ្នាពីមួយថ្ងៃទៅមួយថ្ងៃទៅជាធម្មតាយើងត្រូវស្វែងយល់ថាតើការខាតរបស់យើងមកពីមូលហេតុអីយើងត្រូវដឹងថាតើកត្តាអ្វីខ្លះដែលធ្វើឲ្យយើងមានការវិភាគទៅខុសហើយ trade ទៅខាតហើយយើងត្រូវដឹងថាអ្វីផ្សេងៗទៀតដើម្បីយើងមកបុកផ្សំគ្នាថាតើការខាតនោះវាកើតឡើងដោយសារអីគេខ្ញុំហ៊ាននិយាយថាបើសិនជាអ្នកទាំងអស់គ្នាទៅចាប់ផ្ដើមពីដំបូងបើសិនជាអ្នកទាំងអស់គ្នាបង្កើតកំហុសជាច្រើននៅលើវិស័យ Forex ឬក៏វិស័យនៅក្នុងការ trade ណាបើសិនជាអ្នកទាំងអស់គ្នាគ្រាន់តែគិតថាអូវាខាតទៅវាខុសឲ្យធ្វើម៉េចយើងចេះតែបដ ாய் ឲ្យវាខាតទៅគឺអានឹងគឺអ្នកទាំងអស់គ្នាពិបាកនៅក្នុងការស្រោចស្រង់ខ្លួនឯងខ្លាំងមែនទែនជាអ្វីដែលខ្ញុំចង់ចែករំលែកឲ្យអ្នកទាំងអស់គ្នាគឺអ្នកទាំងអស់គ្នាដឹងថាអ្វីចាប់ផ្ដើមគឺវាមានតែងតែឧបសគ្គផលវិបាកជាមួយនឹងការខាតហើយក៏ប៉ុន្តែគុំបដ ாய் ឲ្យការខាតនោះវាពីមួយថ្ងៃទៅមួយថ្ងៃខាតទៀតទៅជាធម្មតាគឺយើងត្រូវដូចខ្ញុំបានបង្ហាញអ្នកនរគ្នាយើងត្រូវស្វែងរកហេតុផលត្រូវស្វែងរកមូលហេតុថាតើកត្តាអីមូលហេតុអីដើម្បីកែតម្រូវចំណុចខ្វះខាតរបស់ខ្លួនឯងដែលមានកាប់ពិតទៅការចាប់ផ្ដើមបើសិនជាយើងអាចស្វែងរកចំណុចខុសរបស់យើងបានអ្នកនរគ្នាអាចនឹងកែខ្លួនឯងទៅជាចំណុចត្រូវវិញពីព្រោះដូចស្អីមិនថាណាគេមិនថាខ្ញុំមិនថាអ្នកនរគ្នាការចាប់ផ្ដើមគឺធ្វើឲ្យមួយវាមិនអាចទៅត្រូវ 100% ទេក៏ប៉ុន្តែត្រូវដឹងថាអ្វីដែលអ្នកនរគ្នាធ្វើខុសគឺវាជាឱកាសមួយដែលអាចឲ្យអ្នកនរគ្នាដឹងថាចំណុចខ្លួនឯងខ្វះខាតត្រង់ណាចំណុចខ្លួនឯងអ្វីខ្លះដែលគួរស្វែងយល់បន្ថែមអ្វីខ្លះដែលគួររៀនបន្ថែមអញ្ចឹងអាចកំហុសទាំងអស់ហ្នឹងគឺជារឿងល្អមួយដែលអាចធ្វើយើងទៅរកផ្លូវត្រូវវិញបានអញ្ចឹងអ្នកនរគ្នាគួរមានអារម្មណ៍ថាsad ឬក៏រៀងពិបាក emotion ខ្លួនឯងគិតថាខ្លួនឯងធ្វើមិនបានអ្នកនរគ្នាត្រូវគិតថារាល់កំហុសដែលអ្នកនរគ្នាតែងតែធ្វើឲ្យកាត់ឡើងគឺជាអ្វីដែលអ្នកនរគ្នាត្រូវទៅប្រែឲ្យខ្លួនឯងទៅជាត្រូវវិញដំបូងបន្ទាប់ពីខ្ញុំមុនចាប់ផ្ដើម trade ខ្ញុំបានធ្វើការខុសជាច្រើនវិភាគគិតខុសច្រើនមែនទែនក៏ប៉ុន្តែទើបខ្ញុំបានគិតយល់វិញថាបើសិនជាខ្ញុំធ្វើអ្វីមួយដែលអាចវិភាគទៅខុសខ្ញុំគួរតែព្យាយាមស្វែងយល់ឬក៏ហេតុផលណាមួយពិភពណាមួយដើម្បីខ្ញុំដឹងថាខ្ញុំខុសនៅចំណុចត្រង់ណាដើម្បីឲ្យខ្ញុំកែខ្លួនឯងទៅជារឿងត្រឹមត្រូវវិញអញ្ចឹងខ្ញុំគិតថាបើសិនជាយើងមានកំហុសនៅក្នុងវិស័យ trade គឺគុំបណ្ដោយឲ្យខ្លួនឯងនៅតែខុសហើយក៏ទៀតដោយតែមិនស្វែងរកហេតុផលដោយមិនធ្វើអីសោះបើសិនជាខុសហើយយើងគួរតែស្វែងរកមូលហេតុឬក៏ប្រភពព័ត៌មានត្រង់ណាឲ្យយើងដឹងអំពីចំណុចខ្វះខាតរបស់យើងអញ្ចឹងខ្ញុំគិតថាតើយើងមានកំហុសអត់បើសិនជាយើងទៅចាប់ដើមជួញដូរទៅលើវិស័យ Forex ដែលយើងត្រូវវិភាគខុសហើយចូលទៅខាតអញ្ចឹងអានោះវាអត់មានជាបញ្ហាទេសំខាន់ឲ្យតែអ្នកទាំងអស់គ្នាចេះកែប្រែកំហុសទៅជារឿងដែលត្រូវវិញអ្វីដែលខ្ញុំខ្លាចតែអ្នកទាំងអស់គ្នាបណ្ដោយឲ្យកំហុសហ្នឹងពីមួយថ្ងៃទៅមួយថ្ងៃធ្វើទៅជារឿងធម្មតាអញ្ចឹងអ្វីដែលខ្ញុំចង់ចែករំលែកអ្នកទាំងអស់គ្នាការចាប់ផ្ដើមអត់អាច perfect អត់អាចល្អអត់អាចទៅរកលុយបានច្រើនទេព្រោះអ្នកទាំងអស់គ្នាដឹងស្រាប់ទេអ្នកដែលគាត់ធ្លាប់ trade ធ្លាប់ឆ្លងបទពិសោធន៍នឹងរាប់ឆ្នាំមកដឹងថាឆ្នាំទី1ឆ្នាំទី2ឆ្នាំទី3ឆ្នាំទី4គឺវាអញ្ចឹងក៏ប៉ុន្តែដើម្បីចង់ឲ្យខ្លួនយើង improve ឬក៏ត្រូវឲ្យខ្លួនយើងសមត្ថភាពកើនឡើងគឺត្រូវចេះស្វែងរកកំហុសដើម្បីកែកំហុសឲ្យទៅជាត្រូវវិញអញ្ចឹងអ្វីដែលខ្ញុំចង់និយាយប្រាប់អ្នកនរគ្នាបើសិនជាអត់មានកំហុសនៅក្នុងការចាប់ផ្ដើមទេក៏អ្នកទាំងអស់គ្នាអត់អាចរកកន្លែងត្រូវឃើញដែរអ
អានឹងគឺជាអ្វីដែលខ្ញុំគិតថាវាជារឿងមួយល្អអញ្ចឹងអ្នកនរនេះគុំអន់ចិត្តគុំតូចចិត្តនៅពេលដែលយើង make any mistake អីចឹងទៅ yes